អាហារក៏ដូចជាភេសជ្ជៈទាំង4ក្រុមនេះបើសិនជាបងប្អូនកំពុងតែមានបញ្ហាក្បេះពោះវៀនរ៉ាំរ៉ៃគូជៀសវាងនៅក្នុងការទទួលទានបងប្អូនដឹងស្រាប់ហើយនាពេលបច្ចុប្បន្ននេះមនុស្សដែលគាត់ប្រឈមជាមួយនឹងបញ្ហាសុខភាពក្បេះពោះវៀននឹងច្រើនមិនថាលាកឬក៏មានបញ្ហាក្បេះពោះវៀនទូទៅបងប្អូនមកតាមដានក៏ដូចជាមកស្ដាប់ទាំងអស់គ្នាមើលថាតើអាហារទាំង4ក្រុមហ្នឹងក៏ដូចជាភេសជ្ជៈទាំង4ហ្នឹងវាមានអីខ្លះទៅដើម្បីឲ្យបងប្អូននឹងជៀសវាងកុំឲ្យប៉ះតទៅនឹងរាងកាយក៏ដូចជាសុខភាពជាទូទៅបងប្អូនដឹងស្រាប់ហើយពេលណាដែលបងប្អូនឈឺញ៉ាំថ្នាំតែបើសិនជាបងប្អូនបានផ្លាស់ប្ដូររបបអាហារទេបងប្អូនមិនងាយនឹងជាអាចជាតទៅនឹងជំងឺមួយនឹងទេក្រុមអាហារទី1ដែលបងប្អូនគូតែជិះវៀងគឺគេហៅថាក្រុមអាហារកែច្នៃអាហារប្រែរូបដែលចូលរោងចក្ររួចរាល់ជាទូទៅបងប្អូនដឹងហើយអាហារដែលគេកែច្នៃដាក់កញ្ចប់ដាក់កំប៉ុងហ្នឹងគេដាក់សារធាតុរក្សាទុកបានយូរកុំឲ្យវាខូចគុណភាពអញ្ចឹងតែកាលណាបងប្អូនញ៉ាំចូលទៅវាធ្វើឲ្យក្បេះវៀនយើងចាប់ផ្ដើមមានបញ្ហាមានការរលាយយឺតខ្ញុំឧទាហរណ៍ថាដូចបងប្អូនញ៉ាំមីកំប៉ុងអញ្ចឹងចឹងតែកាលណាបងប្អូនញ៉ាំមីកំប៉ុងចូលក្បេះវៀនបងប្អូនធ្វើការងារធ្ងន់ធ្ងរមែនតើគឺមានការរលាយយឺតខ្លាំងមែនតើដោយសារអីគឺជាប្រភេទអាហារកែច្នៃអាហារដែលគេរក្សាទុកបានយូរនឹងឯងហើយវាសម្បូរទៅដោយបាក់តេរីអាក្រក់ចឹងតែកាលណារាងកាយបងប្អូនមានបាក់តេរីអាក្រក់ច្រើនវាសម្លាប់នៅបាក់តេរីល្អក្បេះវៀនបងប្អូនព្យាបាលក៏អត់ងាយជាដែរក្រុមទី2គេហៅថាក្រុមដែលសម្បូរទៅដោយជាតិស្ករបង្អែមឬក៏ភេសជ្ជៈគ្រឿងកំប៉ុងដែលសម្បូរទៅដោយជាតិអាស៊ីតខ្ពស់អញ្ចឹងតែកាលណាបងប្អូនញ៉ាំពពុះអាហារដែលមានជាតិស្ករក៏ដូចជាគ្រឿងកំប៉ុងឬក៏បង្អែមដែលបងប្អូនញ៉ាំចូលទៅមានជាតិស្ករច្រើនហ្នឹងអាជាតិស្ករហ្នឹងហើយដែលវាធ្វើឲ្យបងប្អូននឹងមានការរលាកកាន់តែខ្លាំងបើសិនជាបងប្អូនកំពុងតែមានបញ្ហារលាកកាពះស្រាប់បងប្អូនដាក់ចំណីក៏ដូចជាពពុះផ្លែឈើឬក៏អាហារដែលមានជាតិផ្អែមចូលទៅការរលាកបងប្អូនគឺកាន់តែធ្ងន់ធ្ងរអញ្ចឹងគូជិះវៀងរបបអាហារទី2ហ្នឹងរបបអាហារទី3គេហៅថាប្រភេទអាហារជីនឆាបំពងរបបអាហារដែលជីនឆាបំពងប្រើខ្លាញ់បំពងឲ្យបងប្អូនញ៉ាំទៅស្រួយឬក៏ប្រើខ្លាញ់ច្រើនដងអីហ្នឹងក៏ជាហានិភ័យធំមួយដែលធ្វើឲ្យយើងប៉ះពាល់ក៏ដូចជាមានបញ្ហាសុខភាពក្បេះពោះវៀនហ្នឹងកាន់តែធ្ងន់ធ្ងរព្រោះបងប្អូនដឹងស្រាប់ហើយសារធាតុខ្លាញ់តកែច្នៃឬក៏ខ្លាញ់ដបដែលយើងប្រើរាល់ថ្ងៃនេះបងប្អូនដាក់ចូលទៅកំពុងតែមានបញ្ហាលាកកាពះបងប្អូនញ៉ាំចូលទៅគឺកាន់តែក្តៅកាពះពោះវៀនកាន់តែខ្លាំងអញ្ចឹងគួរជៀសវាងនៅក្នុងការទទួលទានអាហារដែលប្រើជីនឆាបំពងដែលប្រើខ្លាញ់ច្រើនហើយចំណុចចុងក្រោយទី4នោះគឺតទៅនឹងក្រុមអាហារផ្អាប់បងប្អូនអរគ្នាដឹងស្រាប់ហើយក្រុមអាហារផ្អាប់គឺជាក្រុមអាហារដែលសម្បូរទៅដោយបាក់តេរីមិនល្អច្រើនអញ្ចឹងតែកាលណាបងប្អូនកំពុងតែឈឺកាពះឈឺពោះវៀនបងប្អូនញ៉ាំចូលទៅវាធ្វើឲ្យកាពះវៀនបងប្អូនហ្នឹងគឺអត់ប្រសើរឡើងទេចឹងបងប្អូនទាំងអស់គ្នាស្ដាប់វីដេអូនឹងឲ្យគូជិះវៀងនៅក្នុងការទទួលទានអាហារក៏ដូចជាពពុះភេសជ្ជៈទាំង4ក្រុមហ្នឹងបងប្អូននឹងទទួលបាននៅរាងកាយក៏ដូចជាប្រព័ន្ធរំលាយអាហារបងប្អូនហ្នឹងគឺល្អកុំឲ្យមានបញ្ហាធ្ងន់ធ្ងរដែលធ្វើឲ្យបងប្អូនរងផលប៉ះពាល់ទៅលើសុខភាពទូទៅថ្ងៃក្រោយហើយថ្ងៃហ្នឹងគឺរូបសម្បត្តិមានការចូលរួមមួយបើសិនជាបងប្អូនកំពុងតែមានបញ្ហាតទៅនឹងឈឺកាពះឈឺពោះវៀនមិនថារលាកគ្រុនឬក៏សត្វល្អិតឬក៏មានបញ្ហាកាពះយូរឆ្នាំហើយហ្នឹងជំរឿនដ៏ល្អដែលបងប្អូនគូទទួលទានគឺទទួលទាននៅពពុះគេហៅថាបន្លែបៃតងឲ្យបានច្រើនដើម្បីវាសម្បូរទៅដោយគេហៅថាពពុះវីតាមីនក៏ដូចជាវាមានការសរសៃដែលជួយសម្រួលក្បេះពោះវៀនយើងនឹងកុំឲ្យរលាកកាន់តែខ្លាំងហើយយើងបន្ថែមជាមួយនឹង probiotic ឬក៏បាក់តេរីដែលល្អគេហៅថា probiotic plus ដែលរូបសម្បត្តិចង់ប្រាប់បងប្អូនថ្ងៃហ្នឹងជាមួយនឹង live fiber នេះគឺជាប្រភេទគេហៅថាពពុះអាហារកាកសរសៃក៏ដូចជាពពុះវីតាមីនគេហៅថា probiotic ដែលល្អវាជួយទៅបង្កើននៅបាក់តេរីល្អនៅក្នុងរាងកាយហើយ probiotic នឹងដែរក៏វាជួយសម្លាប់នៅបាក់តេរីអាក្រក់ហើយវាធ្វើឲ្យសុខភាពក្បេះពោះវៀនយើងនឹងគឺប្រសើរឡើងខ្លាំងហើយជាមួយនឹង live fiber វាជួយតទៅនឹងការរំលាយអាហារបងប្អូនគឺឲ្យល្អខ្លាំងចឹងបើសិនជាបងប្អូនកំពុងតែមានបញ្ហាប្រឈមជាមួយនឹងសុខភាពក្បេះពោះវៀនបងប្អូនអាចស៊ូក៏ដូចជា comment នៅក្នុងវីដេអូនឹងបានហើយជំរឿនដែលល្អដែលរូបសម្បត្តិចង់ឲ្យបងប្អូនស្គាល់ពីរូបសម្បត្តិបានចែកលេខមិញហ្នឹងគឺតទៅនឹង probiotic plus និង live fiber ហ្នឹងឯង